រុក្ខជាតិមកប្រភេទនេះគឺជារុក្ខជាតិដែលមានអត្ថប្រយោជន៍តាំងពីគល់រហូតដល់ស្លឹកតែម្ដងគឺអត្ថប្រយោជន៍នៃដើមសក្ខីនៅក្នុងគ្រឿងម្ហូបខ្មែរគឺខ្វះមិនបានតែម្ដងពេលដែលយើងត្រូវការស្លស្លុកបុកគ្រឿងអីហ្នឹងគឺត្រូវការគល់សក្រីឬក៏ស្លឹកគ្រៃអាចយកទៅស្លបានគ្រប់ប្រភេទតែម្ដងគល់សក្រីយើងអាចយកទៅបុកគ្រឿងពេលដែលយើងខ្មែរយើងស្លស្លុកម្ដងណាគឺត្រូវការគ្រឿងហ្នឹងគឺធ្វើពីគល់សក្រីហ្នឹងតែម្ដងស្លឹកគ្រៃក៏អាចយកទៅធ្វើជាគ្រឿងបានដែរសម្រាប់ការស្លប្រហើរឬក៏ស្លបែបសម្លខ្មែរអីចឹងណាគល់ខៃមានអត្ថប្រយោជន៍ចំពោះសុខភាពដូចគ្នានៅពេលដែលយើងញ៉ាំចូលទៅវាមានរសជាតិឈ្ងុយហើយជួយដល់សុខភាពមនុស្សយើងថែមទៀតផងភាគច្រើនផ្ទះប្រជាជនខ្មែរយើងតែងតែមានដាំគល់សក្រីទុះតិចឬច្រើនសម្រាប់ស្លស្លុកឬក៏តាំងលម្អក្នុងផ្ទះគល់សក្រីមិនត្រឹមតែអាចយកទៅស្លបាននោះទេអត្ថប្រយោជន៍របស់វាមួយទៀតនោះគឺអាចកម្ចាត់សត្វល្អិតបានជាពិសេសសត្វមូសនៅពេលដែលយើងយកសក្រីយកទៅដាំទឹកហើយក្លិនរបស់វាធ្វើឲ្យសត្វមូសមិនហ៊ានមកចូលក្បែរសម្រាប់ក្មេងតូចៗគឺប្រើគល់ខៃដើម្បីការពារមូសកុំឲ្យគាត់ខំគាត់ហើយនៅពេលដែលយើងទៅយកវាយកមកញីទៅធ្វើឲ្យវាឈ្ងុយហើយសត្វល្អិតមិនហ៊ាននៅក្បែរ